Honda Dream ឆ្នាំ2027ប្រើ Frank Tha បាទជួបគ្នាម្ដងទៀតសារជាថ្មីបន្ទាប់ពីបែកគ្នាយូរដែរបងប្អូនបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំនិយាយពីម៉ូតូ Honda Dream ឆ្នាំ2027ប្រើជាមួយនឹង Frank Tha បាទ Frank Tha តើអាចទេតើពិតទេសម្រាប់ Honda Dream ឆ្នាំ2027ដែលនឹងចេញនៅពេលខាងមុខឆាប់នេះហើយបាទគីហើយបាទនៅសល់តែរយៈពេលខ្លីដែរទេបាទដែលបងប្អូនយើងនឹងបានឃើញជាមួយនឹងរូបរាង Honda Dream 2027ដែលបង្ហាញខ្លួនជាផ្លូវការបាទអូខេអញ្ចឹងសម្រាប់ឆ្នាំមុន Honda Dream 2026គឺបានចេញនៅក្នុងខែ9បាទហ្នឹងហើយអញ្ចឹងសម្រាប់2027ក៏មិនខុសគ្នាដែរបងប្អូនបាទចេញនៅក្នុងខែ9ដូចគ្នាអាចនឹងមុនភ្ជុំដូចរាល់ដងបាទអញ្ចឹងថ្ងៃនេះយើងមកមើលក៏ដូចជានិយាយពី Honda Dream ឆ្នាំ2027ថាតើប្រើ Frank Tha ដែរឬទេបាទប្រើ Frank Tha បាទព្រោះថាការដែលប្រធានបទនេះគឺខ្ញុំធ្លាប់លើកមកនិយាយតាំងពីឆ្នាំមុនម្ដងហើយបាទឆ្នាំមុនចេញ Honda Dream 2026ហ្នឹងបាទតកតងនឹងការប្រើ Frank Tha ណាអូខេអញ្ចឹងសម្រាប់ម៉ូតូ Frank Tha យើងឃើញមានច្រើនដែរបាទដែលប្រើជាមួយនឹង Frank Tha ដូចជាម៉ូតូពូកអូតូណាដូចជា Honda Scoopy បាទ Honda Scoopy Honda Beat Honda Click អីហ្នឹងគឺប្រើជាមួយនឹងFrank Tha បាទហើយ Frank Tha ហ្នឹងគឺវាមើលទៅវាមានសុវត្ថិភាពល្អសុវត្ថិភាពការជន់ចាប់ Frank ហ្នឹងគឺវាមានសុវត្ថិភាពល្អបាទសម្រាប់Frank Tha ហើយនៅលើម៉ូតូ Smash V ហ្នឹងហើយ Smash V Suzuki ហ្នឹងឯងសុទ្ធតែមានជាមួយនឹង Frank Tha បងប្អូនបាទហើយសម្រាប់ Honda Dream គឺតកូល Honda Dream យើងមិនទាន់ឃើញដែលបំពាក់ជាមួយនឹង Frank Tha នៅលើ Honda Dream ទេបាទអញ្ចឹងបងប្អូនយើងមួយចំនួនគាត់ចង់ដឹងក៏ដូចជាចង់ឃើញថាឲ្យមានការបំពាក់ Frank Tha នឹងនៅលើ Honda Dream បាទស៊េរីក្រោយអញ្ចឹងណាដូចជា2027នឹងបាទហើយសម្រាប់ Frank ម៉ូតូ Honda Dream រាល់ថ្ងៃដែលយើងប្រើហ្នឹងដូច26ចុះក្រោមហ្នឹងបាទនឹងគេហៅថា Frank គៀបណាហ្នឹងហើយ Frank គៀបប្រើស្បែក Frank អញ្ចឹងទៅប៉ុន្តែការជន់ការចាប់អីហ្នឹងគឺมันជាបញ្ហាទេវាធ្វើបានល្អបាទហើយយើងគិតមើលតកតងនឹងរូបរាងណារូបរាង Honda Dream បើសិនជាដាក់ជាមួយនឹង Frank Tha បាទរូបរាងបច្ចុប្បន្ននឹងបើយើងបន្ថែមដូរទៅដាក់ជាមួយនឹង Frank Tha តើបងប្អូនយើងពេញចិត្តស្រឡាញ់ដែរឬអត់បាទសម្រាប់ខ្ញុំការដែលរូបរាងរាល់ថ្ងៃនេះមិនទាន់ប្រើ Frank Tha គឺស្អាតបាទស្អាតហើយបើសិនជាដាក់ Frank Tha ក៏អាចនឹងមានអ្នកមិនសូវស្រឡាញ់មិនសូវពេញចិត្តក៏មានអ្នកពេញចិត្តដូចគ្នាដែរបាទសម្រាប់ជាមួយនឹង Frank Tha ហើយខ្ញុំគាត់ថាទៅមុខក៏អាចនឹងមានការបំពាក់ Frank Tha នៅលើ Honda Dream ដែរបាទប៉ុន្តែសម្រាប់
Honda Dream 2027នេះថាតើអាចនឹងបំពាក់ដែរឬទេចំពោះខ្ញុំភាគរយដែលខ្ញុំគិតណាគឺខ្ញុំគិតថាស្ទើរតែមិនមានភាគរយដែលគេនឹងដាក់ Frank Thas នៅលើ Honda Dream 2027ខាងមុខនេះណាបាទដោយសារតែ Honda Dream យើងដឹងឲ្យទឹមតែធ្វើការផ្លាស់ប្ដូររូបរាងច្រើនដែរបាទបដូរតកតងនឹងក្បាំងរូបរាងម៉ាស៊ីនបាទស៊ីម៉ាំងចង្គៀងអីហ្នឹងបាទក៏ប៉ុន្តែបើថារាងរូបរាងតម្រង់ Honda Dream គឺនៅដដែលឯងយើងមើលតាំងពីដើមមកហើយគឺរូបរាងគឺនៅតែមិនទាន់បដូររាងទៅជារាងអីផ្សេងទេបាទរាង Honda Dream គឺនៅដដែលទេចាប់ពី Honda Dream 05 06 07 08រហូតមកដល់026នេះបាទគឺរូបរាងគឺនៅតែយើងស្គាល់ថាវាជា DNA Honda Dream ដដែលបាទហ្នឹងហើយអញ្ចឹងរូបរាងនេះគឺស្អាតហើយបាទស្អាតជាមួយនឹងរូបរាង Honda Dream បាទអញ្ចឹងសម្រាប់Frank Thas ដូចខ្ញុំបានលើកឡើងអញ្ចឹងគឺមិនទាន់ទេសម្រាប់ភាគរយគឺខ្ញុំគិតថាមិនទាន់មានភាគរយដែលត្រូវនឹងបដូររូបរាងមកដាក់ Frank Thas ទេបាទมันមានបដូររូបរាងនេះគឺមិនទាន់នឹងដាក់Frank Thas ដូចជានៅខាងមុខហើយ Frank Thas ខាងក្រោយអីចឹងទៅដូចម៉ូតូ Winner X Exciter អីជាដើមគឺគេប្រើ Frank Thas ទាំងមុខទាំងក្រោយតែម្ដងអូខេអញ្ចឹងវីដេអូនេះគឺនិយាយពីម៉ូតូ Honda Dream 2027តើប្រើ Frank Thas ដែរឬទេនៅពេលខាងមុខបាទដែលនឹងមានវត្តមានឆាប់នេះហើយគឺអាចនៅក្នុងខែ9ហ្នឹងហើយដូច2026អញ្ចឹងបាទ Honda Dream 2026អរគុណអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនយើងអាចសរសេរ comment នៅខាងក្រោមបើសិនជាតើបងប្អូនយើងប៉ុន្មានអ្នកដែលចង់ឲ្យមានការដាក់Frank Thas នៅលើ Honda Dream បាទនៅស៊េរីថ្មីស៊េរីក្រោយ2027ហ្នឹងបងប្អូនណាខ្លះចង់ឲ្យដាក់ណាអញ្ចឹងបងប្អូនយើងអាចសរសេរ comment នៅខាងក្រោមបាទបើសិនជាដាក់ទៅតើរូបរាងវាយ៉ាងម៉េចដែរបងប្អូនយើងស្រឡាញ់ដែរឬអត់អញ្ចឹងណាហើយសម្រាប់Frank ThasគឺมันទឹកតែមានទេគឺមានយូរហើយFrank Thasប៉ុន្តែនៅលើតកូល Honda Dream គឺមិនទាន់បានដាក់បំពាក់ទេអរគុណអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនយើងអាចសរសេរ comment ដាក់នៅខាងក្រោមបាទហើយកុំភ្លេចជួយចុច subscribe បាទម្នាក់មួយអរគុណយើងជួបគ្នានៅវីដេអូបន្ត